ប្រិមត្តទស្សនិកជនជាទីមេត្រីយើងវិលមកកាន់កម្មវិធីសេដ្ឋកិច្ចរបស់ទូត BTV ជាថ្មីម្ដងទៀតបាទទូរីជនសម្រាប់ភ្ញៀវប្រចាំថ្ងៃយើងនៅថ្ងៃនេះគឺលោកស្រីអង្គវណ្ណាលោកស្រីគឺជាអគ្គនាយិកាប្រតិបត្តិនៃសិប្បកម្មវត្តមរុំខ្មែរធម្មជាតិដែលកំពុងធ្វើការកែច្នៃផលិតផលមរុំនៅក្នុងប្រទេសកម្ពុជាហើយយើងដឹងថាបច្ចុប្បន្នយើងមានការកែច្នៃច្រើនជាការរីកចម្រើនផ្នែកវិស័យសិប្បកម្មកែច្នៃប្រធានបទយើងនៅថ្ងៃនេះគឺយើងចង់ដឹងថាតើហេតុអ្វីបានជាមានការវិនិយោគបង្កើតជាសិប្បកម្មកែច្នៃមរុំធម្មជាតិរបស់កម្ពុជាតើវាមានសារៈសំខាន់បែបណាឲ្យជួបលោកស្រីផ្ទាល់តែម្ដងបាទជំរាបសួរលោកស្រីបាទចាជំរាបសួរលោកស្រីដែលបានអញ្ជើញចូលរួមហើយនេះគឺជាវត្តមានទី1សម្រាប់កិច្ចពិភាក្សារបស់ BTV លោកស្រីសំណួរខ្ញុំដំបូងចង់ជំរាបសួរលោកស្រីថាយើងឃើញថាចុងក្រោយមានការរីកចម្រើនមែនទែនការកែច្នៃឬជាបើកជាសិប្បកម្មកែច្នៃរបស់ខ្មែរដែលផលិតនៅកម្ពុជាយើងលោកស្រីសម្រាប់លោកស្រីផ្ទាល់យល់ថាយ៉ាងម៉េចបានលោកស្រីហ៊ានវិនិយោគក្នុងការកែច្នៃផលិតផលចេញពីមរុំរបស់កម្ពុជាយើងបាទសូមជឿខ្ញុំចំពោះសំណួរនេះគឺថាវាជាចំណុចព្រួយបារម្ភជាការពិតវាស្ថិតនៅក្នុងចំណុចព្រួយបារម្ភមួយដោយសារតែផលិតកម្មមរុំនៅស្រុកយើងកើតឡើងប្រងព្រាតចាវាមានអន្តឹមហ្នឹងគឺថាវាមានចំណុចលេខបូកនិងលេខសងនៅជាមួយគ្នាចាចំណុចវិជ្ជមាននៃការមានវត្តមាននៃផលិតកម្មមរុំច្រើនហ្នឹងក៏វាជាកត្តាមួយបញ្ញក់ឲ្យប្រជាពលរដ្ឋខ្មែរយើងលោកចាប់អារម្មណ៍លោកគិតពិចារណាហើយមានជំនឿមួយថាគិតទៅរុក្ខជាតិមរុំហ្នឹងទំនងជាបកែមែនបានជាអ្នកមហាជនអ្នកសិប្បករទាំងអស់ហ្នឹងលោកហ៊ានចំណាយទុនមករៀបចំជាសិប្បកម្មឡើងដើម្បីបម្រើសេវាកម្មជូនសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើងហើយក៏វាតាក់ទាញអារម្មណ៍ប្រជាពលរដ្ឋខ្មែរយើងឲ្យងាកគិតមកថាធម្មជាតិចាការកែសម្រួលឬក៏កែសម្រាលវិបត្តិសុខភាពជាមួយនឹងផលិតផលធម្មជាតិហ្នឹងវាជារឿងកើតឡើងថ្មីហើយទំនងជាមានប្រសិទ្ធភាពដែរបានជាមានអ្នកហ៊ានចំណាយទុនធ្វើអញ្ចឹងចានេះជាចំណុចវិជ្ជមានប៉ុន្តែចំណុចអវិជ្ជមានក៏វាមានដោយសារភាពប្រកួតប្រជែងវាបង្កើនឡើងនៅភាពតឹងចង្អៀតនៅទីផ្សារក្នុងស្រុកហើយមួយទៀតនិយាយរួមសិប្បកម្មមរុំទាំងអស់គ្នាសឹងតែមិនទាន់មានអ្នកណាមួយអាចនាំចេញទៅក្រៅប្រទេសបាននៅឡើយទេចាបានតិចតួចតែជាចរិតក្រៅផ្លូវការចាអត់មាននាំបានជាលក្ខណៈផ្លូវការនៅឡើយទេប៉ុន្តែលោកស្រីសម្រាប់លោកស្រីផ្ទាល់សិប្បកម្មលោកស្រីគឺថាមានការកែច្នៃមរុំដូចច្រើនប្រភេទប៉ុន្តែសម្រាប់ទីផ្សារខ្ញុំចង់ដឹងថាយ៉ាងម៉េចដែរពីព្រោះប្រជាពលរដ្ឋយើងចុងក្រោយនេះឃើញថាមានហាក់ដូចជាចាប់អារម្មណ៍ខ្លះអំពីផលិតផលកែច្នៃរបស់កម្ពុជាសម្រាប់វត្តមានផលិតកម្មលោកស្រីចេញពីមរុំថាតើប្លែកពីគេយ៉ាងម៉េចដែរអរគុណលោកស៊ីណាសំណួរនេះបានជួយបញ្ញត្តិអារម្មណ៍ខ្ញុំហើយនឹងវែកញែកឲ្យខ្ញុំរកចម្លើយបានល្អចំពោះខ្ញុំហេតុអីបានជាខ្ញុំនៅតែហ៊ានបោះជំហានទៅមុខគឺដោយសារតែផលិតផលរបស់វត្តមរុំខ្មែរធម្មជាតិទី1ទទួលបានការគ្រប់គ្រងកាន់តែកើនឡើងដោយសារតែគុណភាពចាស់ចរិតនៃគុណភាពនឹងពិសាទៅបងប្អូនយើងលោកទទួលស្គាល់ថាលោកអត់ខាតបង់ថវិកាអត់ខាតបង់ពេលវេលាលោកទទួលបានលទ្ធផលល្អលើការស្ដារវិបត្តិសុខភាពរបស់លោកនឹងហើយតើអ្វីទៅដែលជាគុណភាពខ្ពស់របស់វត្តមរុំខ្មែរធម្មជាតិហ្នឹងគឺដោយសារវត្តមិនមែនផលិតតែស្លឹកសុទ្ធវត្តមានបច្ចេកទេសមានធនធានមនុស្សដែលអាចផលិតលបាយពីឫសដល់ចុងបានចាហើយលបាយពីឫសដល់ចុងម្សៅមរុំលបាយពីឫសដល់ចុងនោះវាមានលក្ខណៈសម្បត្តិខ្ពស់និងមានល្បឿនលឿនច្រើនបើប្រៀបទៅនឹងស្លឹកសុទ្ធចាផលិតផលដែលផលិតចេញពីស្លឹកសុទ្ធណាអញ្ចឹងហើយយើងប្រើវាជាគូគឺថាផលិតផលវត្តក្នុងកម្រិតស្លឹកសុទ្ធគឺយើងប្រើនៅក្នុងកំប៉ុងគម្របពណ៌សអញ្ចេះស្រួលចំណាំណាតម្លៃតែ6រៀលទេចំណែកឯផលិតផលវត្តដែលជាម្សៅមរុំលបាយពីឫសដល់ចុងចាស់កំប៉ុងប៉ុនគ្នាប៉ុន្តែគម្របវាពណ៌មាសចាស់តម្លៃវា$15ចាស់ខុសគ្នាច្រើនបន្តិចក៏ប៉ុន្តែវាជួយមែនទែនជួយទៅដល់ការស្វែងយល់របស់បងប្អូនប្រជាពលរដ្ឋយើងគឺថាអ្នកណាដែលលោកមានវិបត្តិសុខភាពស្រាលឬក៏ញ៉ាំត្រឹមតែថែសុខភាពជៀសវាងការឈឺចុករោយស្ពឹកសពុនអីលោកញ៉ាំកម្រិតស្លឹកសុទ្ធទៅជួយបាន
ចាហើយអ្នកដែលមានវិបត្តិសុខភាពហ្នឹងរ៉ាំរ៉ៃដុនដាបយូរខែយូរឆ្នាំលោកញ៉ាំស្លឹកសុទ្ធទៅវាយឺតវាតឹងវាតែងអញ្ចឹងលោកសាកល្បងជាមួយលបាយម្សៅមរុំលបាយពីរឹសដល់ចុងទៅហ្នឹងលោកទទួលស្គាល់ថាវាមានលបឿនចាអ្នកពិបាកបត់ជើងអ្នកឆ្អល់កាពះខ្លាំងញ៉ាំអីអត់កើតគេងអត់លក់ហ្នឹងញ៉ាំទៅគឺថាវាដោះស្រាយបានបាទស្ដាប់លោកស្រីមានប្រសាសន៍ហាក់ដូចជាផលិតផលដែលលោកស្រីកែច្នៃដូចជាមានវិសាលភាពធំធេងណាស់ខ្ញុំចង់ដឹងអំពីតកតងទៅនឹងការប្រមូលទិញផលិតផលជាវត្ថុធាតុដើមវិញបើថាលោកស្រីបើកើតជាសិប្បកម្មក៏ត្រូវការប្រមូលទិញពីកសិករយើងទិញនៅតំបន់ណាខ្លះហើយថាតើក្នុងសង្វាក់ផលិតកម្មលោកស្រីនឹងប្រើមនុស្សប្រមាណណាឬក៏កម្មករជាខ្មែរប្រមាណដែរបាទចាជាទូទៅអំពីវត្ថុធាតុដើមហ្នឹងគឺយើងប្រុងប្រយ័ត្នខ្លាំងណាស់យើងទិញតែពីក្រមសហគមន៍ដែលលោកដាំក្នុងចរិតសរីរាង្គហើយទីមួយវត្តមានចំការខ្លួនឯងចំការឯកទេសសរីរាង្គចំចាយើងអាចផលិតយើងមានធនធានមនុស្សដែលបានបណ្ដុះបណ្ដាលគ្រប់សពទីមួយចាប់ផ្ដើមពីអង្គការសេដាក់សហការបច្ចេកទេសកម្ពុជាជាមួយសេដាក់ប៉ុន្តែមកដល់ឆ្នាំ2017នេះគឺថាយើងទទួលស្គាល់ថាបច្ចេកទេសកម្ពុជានៅយឺតយ៉ាវអញ្ចឹងយើងរកវិធីបច្ចេកទេសសរីរាង្គមួយថ្មីចាមានក្រុមអភិវឌ្ឍសមាគមអភិវឌ្ឍកសិកម្មបៃតងចាលោកបានបង្ហាត់បង្រៀនបច្ចេកទេសសរីរាង្គកែច្នៃជីសរីរាង្គថ្មីអានឹងគឺជាកម្រិត EM ក្នុងស្រុកចាគឺយើងអាចបង្កើតមេ EM ក្នុងស្រុកបានហើយសាកល្បងទៅលើចំការយើងឃើញតែជោគជ័យហើយមានលបឿនលឿនពីព្រោះកំប៉ុស្តត្រូវការពេលដល់ពី3ខែទៅ6ខែសម្រាប់បំផ្លែងវាសម្រាប់សម្លាប់មេរោគចេញឲ្យអស់ពីលាមកសត្វណាចាចំណែកឯGEM សរីរាង្គដែលយើងរៀនពីសមាគមកសិកម្មបៃតងហ្នឹងគឺប្រើពេលត្រឹមតែ8ថ្ងៃវាកាច់ចាវាកាច់លាមកគោវាកាច់អង្កាមអីឡើងក្តៅហើយទន់អស់អញ្ចឹងវាលបឿននៃការប្រមូលមេរោគល្អហើយច្រានមេរោគអាក្រក់ចេញហ្នឹងគឺមានលបឿនលឿនមែនទែនចាហើយអញ្ចឹងវាក៏មានសមត្ថភាពកាច់ដីកាច់ស្មៅនៅក្នុងចង្ការយើងឲ្យคล้ายទៅជាជីបំរើឲ្យដំណើរការដាំដុះសរីរាង្គនឹងបានបាទវិលត្រឡប់មកវិញមកទល់មកនេះជាពិសេសស្លឹកម្រុំចាកាកសំណល់ស្លឹកម្រុំធាងម្រុំរបស់យើងនឹងគឺល្អខ្លាំងណាស់នៅពេលដែលយើងកាលពីមុនមកយើងធ្វើកំប៉ុស្តវានៅជាតកៅតម្រាំតង់វាคลายទៅផុតរយៈពេលផុតមេរោគហ្នឹងគឺវែងប៉ុន្តែនៅពេលដែលយើងផលិតជា EM ក្នុងស្រុកបានចា EM សរីរាង្គក្នុងស្រុកបានគឺផលិតចេញពីលពៅពីម្នាស់ពីចេកនេះឯងបាទធ្លាប់ចូលរួមការពិព័រណ៍ទេពីព្រោះក្រសួងពាណិជ្ជកម្មលោកធ្លាប់ធ្វើការប្រកាសដល់សមាជិករបស់សហគ្រាសសន្ទុយមធ្យមឬក៏ជាសហគ្រាសនៅក្នុងប្រទេសយើងថាឲ្យមានការចូលរួមពិព័រណ៍លើកតម្កើងផលិតផលខ្មែរលោកស្រីធ្លាប់ចូលរួមប្រមាណដងហើយថាតើប្រជាពលរដ្ឋខ្មែរយើងលោកចាប់អារម្មណ៍ឲ្យតម្លៃទេផលិតផលខ្មែរដែលកែច្នៃដោយលោកស្រីរាល់ថ្ងៃហ្នឹងបាទយើងចូលរួមរហូតនិយាយរួមឲ្យតែមានព័ត៌មានពីការរៀបចំតាំងពីពណ៌ជាពិសេសរបស់ក្រសួងពាណិជ្ជកម្មយើងឥឡូវនេះលោកជួយរហូតទៅដល់ boot free ហើយគឺចូលមកក្នុងឆ្នាំតាំងពីចុង2016មកដើម2017 boot សិតទៅ free បើពីមុនមកនៅក្នុងឆ្នាំ2015អី boot លក់រៀងថ្លៃបន្តិចណាបែបជាក្រោយមករាជរដ្ឋាភិបាលយើងលោកបានជួយពង្រឹងក្រសួងមែនទែនទៅគឺ boot ទម្លាក់ចុះមក free សម្រាប់ផលិតផលខ្មែរគឺលោកលក់ទៅលើផលិតផលអន្តរជាតិទេអញ្ចឹងបានជួយសិប្បកម្មក្នុងស្រុកមែនទែនហើយសម្រាប់វត្តមរុំខ្មែរធម្មជាតិនោះគឺគ្រប់ជំហានទោះបីខាតបង់ទោះបីលក់អត់ចំណេញក៏យើងព្យាយាមចូលរួមអញ្ចឹងព័ត៌មានវាទៅច្រើនចាហេតុអីបានលោកស្រីនៅតែបន្តបេសកកម្មនៅក្នុងនាមជាផលិតករមិនព្រមអ្នកខ្លះគេថាធ្វើទៅវាខាតគេបោះបង់ចោលលោកស្រីមិនអាចនៅតែតស៊ូក្នុងរបរហ្នឹងបាទពីព្រោះទីមួយយើងទទួលបានការគ្រប់គ្រងហើយយើងពេលខ្លះមានការខាតបង់ប៉ុន្តែពេលក្រោយមកក៏វាមានផលល្អត្រឡប់មកវិញចាដោយសារការតាំងពីពណ៌បង្ហាញហ្នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែជឿច្រើនទៅលោកចាប់ផ្ដើមទទួល leaflet ទៅអានទៅពិចារណាអីចឹងទៅហើយក៏ចាប់ផ្ដើមប្រើសាកល្បងទៅជាពិសេស
អ្នកដែលញ៉ាំជាណាអ្នកដែលមានវិបត្តិសុខភាពធ្ងន់គាត់ញ៉ាំជាហ្នឹងគឺគាត់បន្តព័ត៌មានជាចរិតវត្តត្អើកត្មងចាជាការបន្តទេអូវត្តត្អើកពីម្នាក់ទៅម្នាក់ដែលធ្វើឲ្យការជឿជាក់នោះវាខ្លាំងពីព្រោះផោះតាំងរស់ចាយើងមានផោះតាំងរស់អំពីអ្នកប្រើប្រាស់ហ្នឹងលោកទទួលស្គាល់ហើយលោកហ៊ានប្រាប់ហ៊ានបញ្យល់តគ្នាជាពិសេសអ្នកដែលគឺអ្នកដែលមានវិបត្តិធ្ងន់ហ្នឹងគាត់ក្រោកឈរឡើងធ្វើជាអ្នកចូលរួមចែកចាយតែម្ដងបាទចាពួកគាត់មានចរិតជាផោះតាំងរស់រឹងប៉ឹងហើយព័ត៌មានរបស់គាត់ទៅដល់ទីណាទទួលបានការគ្រប់គ្រងលឿនតែម្ដងដូចឧទាហរណ៍អ្នកខ្លះមានស្លាកស្នាមដុសគិះចាដុសគិះកំពង់កគាត់ពកធំអញ្ចឹងគាត់ញ៉ាំទៅគាត់ជាអស់ 70% 30% នៅសល់20នៅសល់ 30% អញ្ចឹងពេលដែលគាត់ចូលរួមការលក់គាត់បញ្យល់ទៅគេថាទទួលបានការគ្រប់គ្រងលឿនមែនទែនបាទសម្រាប់លោកស្រីផ្ទាល់តើមានមហិច្ឆតាក្នុងការបន្តបេសកកម្មវិនិយោគសិប្បកម្មកែច្នៃលោកស្រីឲ្យធំទៅទៀតទេពីព្រោះទៅតិចទៀតគឺថាប្រជាពលរដ្ឋលើកអាចនឹងយល់ដឹងច្រើនអំពីតកតងទៅនឹងផលិតផលរបស់ខ្មែរដែលបានកែច្នៃបាទចាស់គឺជាការពិតគឺថានៅក្នុងចិត្តគំនិតជាសិប្បករចាស់ត្រូវតែប្រែក្លាយខ្លួនទៅជាពាណិជ្ជករនៅពេលដែលសិប្បករខ្លួនឯងទទួលអារម្មណ៍រឹងប៉ឹងជាមួយនឹងគុណភាពរបស់ផលិតផលខ្លួនឯងហើយពេលពិសេសយើងទទួលអារម្មណ៍កក់ក្ដៅពីអ្នកគ្រប់គ្រងអ្នកប្រើប្រាស់ចាក៏ដូចជាស្ថាប័នរដ្ឋហើយស្ថាប័នព័ត៌មានដូចជាអូនស៊ីណាអញ្ចឹងកំពុងតែជួយគ្រប់គ្រងអញ្ចឹងគឺថាយើងមានអារម្មណ៍កក់ក្ដៅហើយធ្វើឲ្យមហិច្ឆតានៃការបោះជំហានទៅមុខហើយឈានទៅរកការបង្រីកទីផ្សារនៅលើអន្តរជាតិនឹងនិយាយរួមមកដល់ពេលនេះបាននិយាយពីកម្រិតបច្ចេកទេសនិងធនធានមនុស្សវត្តសឹងតែលែងខ្លាចអីទាំងអស់ហើយយើងមានការយល់ដឹងអំពីស្តង់ដារជាតិស្តង់ដារអន្តរជាតិច្បាស់លាស់ចាវត្តនៅមានបញ្ហាតែមួយគត់គឺទុនពង្រីកចាបញ្ហាទុនពង្រីកមកដល់ពាក់កណ្ដាលឆ្នាំ2017ហ្នឹងគឺយើងចាប់ផ្ដើមរៀបចំ business plan សម្រាប់ពង្រីកស្តង់ដារអន្តរជាតិមកដល់ពេលនេះគឺវត្តមានស្តង់ដារជាតិរួចទៅហើយពីព្រោះវត្តបានការទទួលស្គាល់ដ៏ធំធេងជាវិញ្ញាបនបត្រស5ចាជាវិញ្ញាបនបត្រផលិតភាពជាតិនិងអនាម័យដែលក្រសួងឧស្សាហកម្មសិប្បកម្មលោកទទួលស្គាល់ហើយចាហើយវត្តក៏មានវិញ្ញាបនបត្រសេរីរាង្គពីសមាគមកសិកម្មសេរីរាង្គកម្ពុជាអញ្ចឹងវត្តនឹងបោះជំហានចូលទៅការចាប់យកស្តង់ដារអន្តរជាតិក៏ប៉ុន្តែវាជាជំហានមួយវែងឆ្ងាយហើយជាទុនមួយដ៏ធំបាទសំណួរខ្ញុំមួយទៀតចង់សួរលោកស្រីថាសម្រាប់ផលិតករដោយលោកស្រីដែលកែច្នៃមរុំដូចគ្នាថាលោកស្រីយល់ថាយ៉ាងម៉េចគួរតែពង្រឹងផលិតភាពយ៉ាងម៉េចពីព្រោះកាលណាយើងកើតច្រើនវាត្រូវការប្រកួតប្រជែងរឿងគុណភាពរឿងស្តង់ដាររឿងតម្លៃលោកស្រីយល់យ៉ាងម៉េចចំណុចហ្នឹងបាទខ្ញុំគិតថាម្នាក់ដើម្បីរស់នៅលើឆាកអន្តរជាតិបានត្រូវតែឈានទៅមុខចាបើសិនជាយើងឈានអត់ទាន់គេវាអាចមានឧបសគ្គចាមានឧបសគ្គមានផលអត់ល្អជះមកណាចាអញ្ចឹងហើយការបោះជំហានទៅមុខការរៀបចំខ្លួនប្រាណទៅក្នុងខ្លួនប្រាណខ្ញុំសំដៅអង្គភាពសិប្បកម្មទៅក្នុងចរិតស្តង់ដារគឺថាវាជាការលក្ខខណ្ឌចាំបាច់ពីព្រោះប្រជាពលរដ្ឋខ្មែរក៏ចាប់ផ្ដើមគិតពីអនាម័យពីសុខភាពពីស្តង់ដារសុខភាពនៅក្នុងកម្រិតស្តង់ដារជាពិសេសអ្នកទីក្រុងចាគឺគេចាប់ផ្ដើមគិតគូរមែនទែនហើយមិនតែប៉ុណ្ណឹងប្រជាជនបទឥឡូវក៏លោកមិនក្រីក្រដែរអ្នកស្រែអ្នកចម្ការលោកនៅមានអ្នកក្រីក្រក៏ប៉ុន្តែអ្នកដែលលោកមានលទ្ធភាពស្វែងរកសេវាកម្មសុខភាពឲ្យបាននៅក្នុងកម្រិតស្តង់ដារហ្នឹងគឺលោកចាប់ផ្ដើមគិតចាប់ផ្ដើមបោះជំហានហើយអញ្ចឹងលោកនឹងធ្វើការត្រេះរិះពិចារណាជ្រើសរើសយកផលិតផលដែលមានគុណភាពពិតមានស្តង់ដារពិតបាទអរគុណលោកស្រីដែលសារពេលវេលាទីបញ្ចប់អរគុណដែលបានអញ្ជើញចូលរួមកម្មវិធីយើងបាទអរគុណបាទ
ប្រិមត្តទស្សនិកជនជាទីមន្ត្រីលោកអ្នកបានទស្សនាឲ្យការលើកឡើងឬក៏ការជជែកភាសាពាក់ព័ន្ធទាំងសិប្បកម្មកែច្នៃនៅកម្ពុជាពិសេសគឺថាសិប្បកម្មកែច្នៃចេញពីមរមរបស់កម្ពុជាតែម្ដងគឺថាយើងមានការកែច្នៃបែបស្តង់ដារគឺថាមិនចាញ់ប្រទេសជិតខាងទេគឺថាផលិតផលយើងគឺតែល្អហើយបច្ចុប្បន្នគឺថាមានការគ្រប់គ្រងជាម្ដងហើយបាទអរគុណទស្សនិកជនពេលវេលាយើងដល់ទីបញ្ចប់នៅវគ្គក្រោយកម្មវិធីយើងសន្យាថានឹងយកប្រធានបទសំខាន់ៗផ្សាយជូនដល់អ្នកបានទស្សនាជាបន្តទៀត